មានស្រីម្នាក់តាំងទីលំនៅនៅក្នុងភូមិសួនចំការផ្ទះនោះនៅដាច់ពីគេនាងនោះមានកូនខ្ចីអាយុប្រហែល 8-9 ខែតាំងពីប្តីស្លាប់ទៅនាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូនឯកូនខ្ចីនោះពុំសូវជាជួនកាករកគ្រុនសកលចន់ម្ដងកើតរីងរៃស្គមលឿងលុកនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថានាងមេម៉ាយនោះមានសម្បត្តិច្រើនទើបវាស្វែងរកមើលចន្លោះឱកាសនឹងទៅបញ្ឆោតកុហកបោកប្រាស់នាងមេម៉ាយនោះលុកដល់រដូវកាលគេច្រូតកាត់ទើបបងប្អូនញាតិដែលនៅជាមួយផងនោះគេនាំគ្នាទៅច្រូតស្រូវទាំងអស់គ្នានៅតែនាងមេម៉ាយតែម្នាក់នៅចាំផ្ទះមនុស្សពីលនោះកាលណាបានឱកាសហើយវាក៏កោក្បាលហើយលួចយកស្បង់ចៃប៉លួកសង់ដែលគេកចោលតាមគុលពោធិមកស្លៀកពាក់ធ្វើអាការកិរិយាជាលោកសង្ឃដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះលុកដល់ហើយវាធ្វើជាដើរឈររេរ៉ានៅមុខផ្ទះឯនាងមេម៉ាយនោះអង្គុយនៅរៀនហាលឲ្យកូនបៅដោះលុកបានឃើញអ្នកខ្លែងភេទនោះហើយក៏នឹកថាលោកសង្ឃបរិសុទ្ធទើបបីកូនចូលទៅថ្វាយបង្គំសួរថាព្រះករណាម្ចាស់និមន្តមកពីវត្តណាត្រូវការរកអ្វីប្រគុណចៅពាវក៏ឆ្លើយថាចម្រើនពោអាត្មាភាពមកពីវត្តក្រមមករកបិណ្ឌបាតទៀនធូបយកទៅរៀនសមណធម៌ញោមអ្នកភូមិនេះគេទៅណាអស់ហើយបានជាស្ងាត់ម្លេះករណាម្ចាស់គេទៅច្រូតស្រូវឯស្រែអស់ហើយលោកម្ចាស់ដូច្នេះញោមចោះញោមឯងមិនទៅច្រូតស្រូវនឹងគេទេអូករណាម្ចាស់ខ្ញុំម្ចាស់នេះទៅច្រូតកាត់នឹងគេឯណាបានកូនតូចនេះវាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃមិនរួចសោះព្រះករណាម្ចាស់ចម្រើនពចុះវាឈឺយ៉ាងណាកូនញោមនោះករណាម្ចាស់អាការជំងឺនោះកំណត់មិនបានជួនកាលវាគ្រុនក្តៅក្រហាយទៅជួនណាវាកោតជាស្កន់ជន់ក្របបាត់ដង្ហើមទៅម្ដងក៏មានករណាម្ចាស់អូអាណិតវាពេកណាស់ញោមជំងឺនេះគេហៅថាស្កន់ខ្លាវាជន់ណាញោមម្ដេចមិនរកគ្រូពេទ្យឲ្យគេមើលគ្នាទៅបណ្ដោយឲ្យឈឺយ៉ាងនេះជំងឺនេះមិនមែនជាក្រទេល្មមរក្សាបានកូនបងអាត្មាភាពម្នាក់វាឈឺយ៉ាងนั้นដែរអាត្មាមើលជាទៅឥឡូវថត់ត្រលុកញោមអូស្ដាយកូនញោមនេះពេកណាស់ប្រក់ផងគួរតែខំមើលរក្សាទៅអេករណាម្ចាស់គ្រូនោះបានឲ្យគេមើលក៏ច្រើនញាក់ណាស់មកហើយតែបានគ្រាន់តែ 2-3 ថ្ងៃក៏ត្រឡប់ឈឺដោយដើមវិញករណាម្ចាស់អូគ្រូមើលជំងឺកូនក្មេងនោះគ្រាន់តែស្ដោះផ្លុំតែពីក្រៅធ្វើមិនដេចនឹងជាដាច់រោគស្កន់ខ្លានេះបានតមើលដោយឧបទេសទើបជាដាច់ញោមអាត្មាចេះខ្លះដែរតែអាត្មាដែលមកនេះដោយមានកិច្ចរកទៀនធូបបានហើយក៏នឹងអាលទៅរៀនសមណធម៌បើនៅចិត្តវត្តអាត្មានឹងជួយសង្គ្រោះមើលយកបុណ្យខ្លះឯនាងមេម៉ាយនោះលុះលឺចៅពៀលពោលពាក្យដូច្នោះហើយក៏សម្គាល់ថាជាលោកអ្នកចេះមើលជំងឺមែនតែនទើបនិយាយអង្វរថាព្រះករណាម្ចាស់បើលោកម្ចាស់ចេះសូមមេត្តាប្រោសសត្វមើលកូនខ្ញុំករណាសិនឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះមិនជាប៉ុន្មានទេខ្ញុំព្រះករណាថ្វាយខ្លួនជាញោមឧបថាបវរណាលោកម្ចាស់សូមកុំឲ្យលោកម្ចាស់ព្រួយប្រហារតីឡើយឯចៅពៀលនោះបានឱកាសហើយក៏ឆ្លើយថាចម្រើនពញោមធ្វើម្ដេចឯងជាសង្ឃកំពង់សัตว์កាលបើឃើញញាតិញោមកើតវិបត្តិតងកាត់ធុរៈខ្លួនសិនចោះថាហើយក៏ឡើងទៅលើផ្ទះឯនាងមេម៉ាយក៏រៀបទីអាសនៈដ៏សមគួរឲ្យចៅពៀលអង្គុយហើយក៏បៀកស្លាមូលបារីដាក់ពៀនប្រគេនចៅពៀលបង្កាប់ឲ្យនាងមេម៉ាយរៀបទៀន5ធូប5ឆ្នាំងថ្មីមួយនិងសម្ពុតសមួយចង្អាមទៀនញន់បិទមាត់ឆ្នាំងហើយចៅពៀលថាញោមទីភូមិនេះមានត្បល់ក្តឿងដែរឬទេករណាម្ចាស់ត្បល់ក្តឿងខ្ញុំករណាមាននៅខាងកន្សៃផ្ទះឯណោះញោមបើដូច្នេះញោមយកកូននឹងគ្រឿងទៀនធូបអស់នេះទៅរងក្តឿងអាត្មានឹងមានពិធីក្តឿងឯនាងមេម៉ាយក៏បីកូនកាន់យកទៀនធូបអស់នេះទៅរងក្តឿងហើយចៅពៀលយកទៀនធូបអឺតាំងពិធីនៅមាត់ត្បល់ហើយវាបោសទីនោះស្អាតល្អពុំឲ្យមានឈើព្រៃនៅខាងត្បល់ទើបវាហៅយកកូននោះមកតាំងខាងនាពិធីហើយវាថាញោមឯងទៅជន់ក្តឿងឲ្យវាឡើងជន់ចន្លោបាន3ដងជាឧបកិច្ចអាត្មានឹងសែកភក្រគាថាស្រូបយកប្រលឹងខ្លាចេញពីរូបកូនបញ្ជូនដាក់ខ្លាំងឆ្នាំងយន្តហើយយកទៅបណ្ដែតទឹកចោលដើម្បីកុំឲ្យប្រលឹងខ្លាវាមកបៀតបៀនបានទៀតឯនាងមេម៉ាយក៏ជឿតាម
เติบแต่จวนจงกระเดืองหลังไอเจ้าเปียลวิโยโกนุดะเต้นในคลองตะบอลให้เวียดดอกชัวตระเนาได้ตุลกระเดืองนุบ่กระแวงเจ้าตัวชงายอัมปีตะบอลให้เวียเจงปีตีปีทีนุปราบถาโยมปรงจวนไอจวบกลมเอาประแหะแกรงหรือบูดเจืองเถลียกตัวเตาโกนจำอัตมาตัวยอกทองยามสลามวยรำเป็กส้มหมกตุลไอวิงถ้าให้เจ้าเปียวก็ล้างตัวเรือเตี้ยตั้งเรือรอกระเบาะตรบสมบัติเมียกบรักแก้วกองสมปวดเอาสบายห้อยเวเวกเชื่อสมเปียทมตั้งสเปียไปเรือเตี้ยรถแต่การลมเนอเวียเฮาไอเนียงเมไม้เคินเจ้าเปียวจุนจูนยกตรับสมบัติล้วนด้วยชนะหายก็ห้าวหอยเกช่วยก่อปุ่มมือหนักนามือลือไหลพรวบเตะนู่นเนอได้ปีเกเราห้อยเนียงเมไม้ก็อันเตะอันตายในจงกระเดืองนุแองเบาหนึ่งแรงกระเดืองเวงเต้าคล้ายเทียงตะเต้าโกนโดยจัดเมียดาแตงตนต่อจุต่อการโกนอาตมาเจธรรมดากาได้เศร้าสดายตรับสมบัติเกล้าคือจุมัดชุมไอเสกได้โลกอันนึดโกนุเลื่อนแรงสมบัติขังเกล้าเนียงเมไม้ก็เนาจระงางโดยโบโกเกจองชอบเรแต่ครูนก็ปุ่มร้วยลูกกอนหลึงเงี้ยเติบมินเกดานมอกเติบอ้อยเกตูลจันต้นกระเดืองยอกโกนบานอาโซเนียงเมไม้กายจบกระเดืองพระอาเจ้าสัมปอดเรื่องเวียบัญชาดแซนกระดัวแซนกระดาวแซนแกรวกราวหนึ่งโลดตัวตามจับอาเจ้าแกรงกระเดืองเตาโกนโซนชีวิตโดยจัดเมียดาแตงตนโตไตเมียนอารมณ์อ้อยคังคอหนึ่งเจ้าบังโกนเนื้อปุ่มเมียน